បន្តការពិភាក្សាមុនដោយយន្តសុងបានមកដល់និងសួរទៅកាន់ពួកគេទាំងអស់គ្នាថាបានមកជួបជុំគ្នាហើយអស់មែនតែឃើញនៅសភាពរបស់យន្តសុងគឺយើងក៏បានគិតដែរថាតើគេនឹងកំពុងតែមានបញ្ហាអីមែនឬមួយក៏ថ្ងៃអវសានលោកនោះវាចូលមកដល់ហើយមានអីទេខ្ញុំគ្រាន់តែចង់ឆែកឲ្យប្រកាសថានៅជុំវិញហ្នឹងគឺគ្មាននៅពួកឃាតករដើម្បីមកសម្លាប់ទៅកាន់អ្នកទាំងពីរទៀតហើយក៏អរគុណទៅកាន់ព្រះជាម្ចាស់ដែរដែលអ្នកទាំងពីរហ្នឹងមិនមានបញ្ហាអ្វីកើតឡើងមើលកុំធ្វើចឹងមើលរឿងទាំងអស់ហ្នឹងមិនមែនជាកំហុសរបស់ឯងទេហើយឃើញតែដោយសារតែពួកខ្ញុំទាំងពីរនាក់ហ្នឹងគឺមិនមានបញ្ហាអីកើតឡើងទេអញ្ចឹងហើយកុំបន្ទោសទៅលើខ្លួនឯងខ្លាំងពេកអញ្ចឹងគឺល្អហើយពួកយើងគួរតែដល់ពេលត្រឡប់ទៅកាន់ Blue Gill វិញហើយអីស្អីគេវាមិនដែរអាណាមេឃមិនទាន់ភ្លឺផងឲ្យត្រឡប់ទៅវិញតើអ្នកឯងអត់សម្រាប់ខ្លះទេអីខ្ញុំមិននិយាយចឹងថាឲ្យយើងត្រូវតែទៅឥឡូវហ្នឹងណាចាំស្អែកក៏បានគាត់ឡងទៅបានប្រហែលថ្ងៃបន្ទាប់ពីក្រុមគ្នារបស់គេបានត្រឡប់មកកាន់ Blue Gill ដែលជាថ្ងៃដែលគីយ៉ុងនោះកំពុងតែរងចាំទន្ទឹងរង់ចាំនោះគឺជាថ្ងៃដែលយុនសុងគ្រប់គ្រងទៅកាន់ Blue Gill ដោយពេញទំហឹងទេនាងបាននិយាយចំពោះអ្នកដែលបានមកចូលរួមនៅក្នុងថ្ងៃនេះខ្ញុំសូមប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថា Blue Gill នឹងមានការផ្លាស់ប្ដូរថ្មីខ្ញុំនឹងចុះចេញពីតំណែងនិងអ្វីដែលសំខាន់ជាងនឹងទៅទៀត Blue Gill នឹងមានការបង្កើតនិងកកើតឡើងនៅអ្នកគ្រប់គ្រងក៏ជាអ្នកត្រួតត្រារបស់ Blue Gill ថ្មីដែលជាមេក្រុម Party ទី7គីមយុនសុងដែលនឹងកើតឡើងនិងផ្លាស់ប្ដូរដំឡើងតំណែងទៅជា Guild Master បើទោះបីជា Blue Gill បានជួបនៅឧបសគ្គយ៉ាងណាក៏ដោយតែយ៉ាងណា Blue Gill ក៏នៅតែបន្តហាលឆ្លងនៅភាពលំបាកទាំងអស់ហ្នឹងនិងបន្តឈរយ៉ាងរឹងមាំខ្ញុំសូមតំណាងឲ្យ Blue Gill នៅក្នុងថ្ងៃនេះសូមប្រកាសថា Blue Gill នឹងបង្កើតនៅអ្វីថ្មីនាំយកនៅអ្វីថ្មីដើម្បីឲ្យសមាជិក Blue Gill ទាំងអស់គ្នាវាស្ដាប់ទៅរៀងដូចជាមិនសូវសមតែខ្ញុំសូមធ្វើការណែនាំអ្នកគ្រប់គ្រងថ្មីរបស់ Blue Gill នោះគឺគីយ៉ុងខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចធ្វើការជាមួយនឹងគេប្រកបដោយប្រសិទ្ធភាពនៅថ្ងៃអនាគតផងដែរពិតជាអស្ចារ្យខ្លាំងណាស់ថ្ងៃដែលខ្ញុំរំពឹងរង់ចាំយន់សុកបងស្រឡាញ់អូនសយខ្ញុំដឹងថាថ្ងៃនេះនឹងមកដល់ការរង់ចាំរបស់ខ្ញុំគឺពិតជាមិនអាសាបងទេហើយនៅពេលនេះខ្ញុំបានគ្រប់គ្រងនៅអំណាចបន្ទាប់អំពីគីមយុនសុងអាចនិយាយបានថាខ្ញុំទទួលបានទាំងអំណាចទឹកប្រាក់ក៏ដូចជាកិត្តិយសនិងសុវត្ថិភាពការការពារដ៏ចម្បងគឺមិនទាន់អត់ទេខ្ញុំក៏សូមតែងតាំងលីគីយ៉ុងឲ្យក្លាយទៅជានាយកប្រតិបត្តិការទូទៅក៏ដូចជាអ្នកដឹកនាំនៅកិច្ចការទូទៅត្រូវហើយយុនសុងខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកឲ្យពិភពលោករបស់អ្នកមកឲ្យខ្ញុំមកគ្មានផ្លូវទេដែលខ្ញុំត្រូវនឹងបដិសេធនៅសំណើរបស់អ្នកថ្ងៃដែលលីគីយ៉ុងរៀបនឹងរះឡើងគឺបានមកដល់ហើយខ្ញុំក៏នឹងបង្កើតនៅក្រុមរុករកថ្មីដែលមានលោកលីគីយ៉ុងគឺជានាយកក៏ជាអ្នកផ្ដល់នៅយុទ្ធសាស្ត្រផងដែររួមបញ្ចូលគ្នាទៀតយើងនឹងបង្កើតនៅក្រុមប្រតិបត្តិការយុទ្ធសាស្ត្រនៅថ្ងៃអនាគតក៏ដូចជាបំពេញចន្លោះនៃការខ្វះខាតហើយខ្ញុំក៏សូមតែងតាំងលោកលីគីយ៉ុងធ្វើជានាយកទាំងពីរផ្នែកនេះផងដែរកូនដូចលើហ៎ច្រើនពេកហ៎ខ្ញុំនឹងតែងតាំងលោកលីគីយ៉ុងធ្វើជាអ្នកគ្រប់គ្រងនៅផ្នែករដ្ឋបាលក៏ដូចជាផ្នែកយុទ្ធសាស្ត្រផងដែរជ្រុលពេកឯងកូនឈប់ភ្លាមខ្ញុំក៏នឹងបង្កើតនៅក្រុមព្យាបាលនិងសុខុមាលភាពដែលលោកលីគីយ៉ុងក៏នឹងត្រូវទទួលបន្ទុកបណ្ដោះអាសន្នដូចគ្នាហើយក៏នឹងបង្កើតនៅក្រុមគ្រប់គ្រងនៅសម្ភារៈហើយលោកលីគីយ៉ុងក៏ត្រូវទទួលតំណែងដូចគ្នាហើយក៏សូមតែងតាំងលោកលីគីយ៉ុងធ្វើជាអ្នកគ្រប់គ្រងនៃក្រុមរុករក Griffinជួយ what the fuck ឯងផងអញធ្វើតតងមកឲ្យឈប់មកក៏រឿងដែលពាក់ព័ន្ធជាមួយនឹងខាងក្រៅទាំងអស់លោកលីគីយ៉ុងគឺមានសិទ្ធិសម្រេចនឹងតែងតាំងលោកជាអ្នកគ្រប់គ្រងធំទាំងជាចុងក្រោយខ្ញុំសូមតែងតាំងលោកលីគីយ៉ុងគឺជា Guild Master របស់ Blue Gill គីយ៉ុងពីថ្ងៃនេះទៅសូមមើលថែមកកាន់ខ្ញុំផងខ្ញុំនឹងជឿជាក់ទៅលើអ្នកកុំជឿអញអីអាចង្រៃអើយខ្ញុំនឹងធ្វើឲ្យបានល្អកុំភ័យអីគីយ៉ុងទុកចិត្តមកលើខ្ញុំចោះអើយអាពងក្តោតើឯងនឹងកំពុងតែគិតពីអ្វីឯងនឹងចង់ឲ្យយើងធ្វើការដូចជាឆ្កែបម្រើរបស់ Blue Gill ចឹងមែនតើទាំងអស់ហ្នឹងគឺសិតតែជាគម្រោងរបស់ឯងឬដែលឲ្យយើងជ្រើសរើសយកនៅ Alchemist ពីដំបូងឯងចង់ឲ្យយើងគ្រប់គ្រងផ្នែក Alchemist ខាងដៃឆ្វេងចំណែកឯខាងស្ដាំរបស់យើងចាត់ចែងនៅកិច្ចការទូទៅតើឯងគិតថាយើងជាឆ្កែរបស់ Blue Gill មែនឯងមិនអីទេបើសិនជាឯងចង់ឲ្យយើងធ្វើជាឆ្កែយើងនឹងធ្វើជាឆ្កែឲ្យឯងមើលយ៉ាងណាក៏ដោយតែជាយើងមានសិទ្ធិគ្រប់គ្រងទៅលើរឿងទាំងអស់ហ្នឹងហើយយើងក៏ចង់ផ្លាស់ប្ដូរនៅសម្លៀកបំពាក់បន្តិចដែរអ្វីដែលយើងត្រូវតែចាំបាច់ដើម្បីបង្កើតនៅមួយដ៏ល្អដំបូងគឺសម្លៀកបំពាក់និងធ្វើនៅ marketing ជាច្រើនកន្លែងហ្នឹងនិយាយរួមទៅគេធ្វើ marketing អ្នកទាំងអស់គ្នាដឹងស្រាប់ហើយបើសិនជាយើងចង់ធ្វើទីផ្សារគឺត្រូវតែមាន marketing សម្រាប់ធ្វើអញ្ចឹងទៅមានពិបាកបញ្យល់ដែរប៉ុន្តែគ្រាន់តែដូចយើងនិយាយអញ្ចឹងពេលដែលយើងមើលក្នុងទូ YouTube ឬក៏ក្នុង Facebook អីអញ្ចឹងទៅឃើញគេ live លក់អីអញ្ចឹងមួយគេត្រូវការ boot គេត្រូវការធ្វើ sponsor ធ្វើគឺអីអញ្ចឹងណាដើម្បីឲ្យមានអ្នកចូលមកមើលច្រើនក៏ដូចជាធ្វើឲ្យ page របស់គេល្បីលទ្ធផលរបស់គេលក់បានដាច់ហើយនៅក្នុងហ្នឹងក៏វាដូចគ្នាដោយគីយ៉ុងរបស់យើងផែនការរបស់គាត់គឺរៀបចំនៅកម្មវិធី party ដើម្បីទាក់ទាញនៅចំណាប់អារម្មណ៍របស់មនុស្សដែលនៅជុំវិញហ្នឹងទាំងអស់ក៏ដូចជាផ្ដល់នៅតម្លៃក៏ដូចជាការរស់នៅរបស់មនុស្សនៅជុំវិញហ្នឹងថាបើសិនជាចូលមកកាន់ Blue Gill មកគឺផលប្រយោជន៍របស់ពួកគេទទួលបានអីគេខ្លះទទួលបាននៅកម្រិតប្រាក់ខែប្រមាណផលប្រយោជន៍អ្វី
ការស្នាក់នៅរបៀបម៉េចការរស់នៅរបៀបម៉េចការងារធ្វើរបៀបម៉េចដើម្បីទាក់ទាញនៅអ្នកថ្មីចូលមកអ្នកប្រហែលជាមិនដឹងទេថា Blue Gear គឺមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹង Gear ធំទាំង3ដែលក្នុងនោះ Blue Switch ក៏ដូចជា Red Mercenary រាល់យប់នៅក្នុង Blue Gear ពួកយើងតែងតែបើកនៅស្រាក្រហមដើម្បីទាក់ទាញនៅភ្ញៀវកិត្តិយសក៏ដូចជាបង្កើតនៅមិត្តភាព Blue Gear ក៏បានចេញនៅច្បាប់ថ្មីផងដែរពួកយើងនឹងធ្វើការស្វាគមន៍ដោយដៃទាំងគូចំពោះអ្នកណាក៏ដោយដែលចង់ចូលរួមមកកាន់ Blue Gear នៅពេលដែលពួកយើងកំពុងតែសប្បាយប្រហែលជា Ito Sota នឹងកំពុងតែឆេះឈួលខ្លាំងហើយតែខ្ញុំក៏មិនខ្វល់ដោយសារតែឥឡូវនេះគឺជាប់ប្រម៉ូទក៏ដូចជាធ្វើទីផ្សារទាក់ទាញនៅចំណាប់អារម្មណ៍របស់អ្នកដែលចង់ចូលរួមមកកាន់ Blue Gear ថ្មីយ៉ាងម៉េចដែរមានចំណាប់អារម្មណ៍ចង់ចូលរួមមកកាន់ Blue Gear អត់អធិស្ឋានផងបងស្រីងាកមកមើលនេះតិចមកអសាទរផងបងគឺបានជាប់នៅតែរបស់ពួកយើងហើយគីមមីងចុងឬមួយក៏អាចឲ្យខ្ញុំហៅបានថា Manager គីមតើអ្នកប្រុសមកធ្វើការឲ្យ Blue Gear អត់ទេ Fit Gear Master វីដេអូប្រម៉ូទរបស់យើងគឺចេញផ្សាយទៅពិតជាមានការគ្រប់គ្រងខ្លាំងណាស់ណែព័ត៌មានវិញក៏វាល្អម្យ៉ាងដែរហើយការងារទាំងអស់គឺពិតជាល្អដំណើរការទៅយ៉ាងរលូនអើយចង្រៃយោអើយប្រាប់ពេលឥឡូវហ្នឹងពាក់ព័ន្ធជាមួយនឹងការចេញផ្សាយរឿងដែលពួកយើងបានកើតឡើងកាលពីចូលទៅកាន់ប្រាសាទបណ្ដាសាក៏ដូចជាការស្លាប់របស់ Gear Master ពាក់ព័ន្ធជាមួយនឹង Soul Who ផងដែរសូមធ្វើការកែសម្រួលវាឡើងវិញដើម្បីឲ្យមើលទៅការស្លាប់ក៏ដូចជារឿងទាំងអស់ហ្នឹងមើលទៅឲ្យមានលក្ខណៈជាវីរភាពឆែកមើលថាតើ Soul Who ហ្នឹងបានផ្ញើរបស់អីបន្ថែមទៀតអត់មុនពេលដែលគេស្លាប់ចង្រៃយោគីមយុនសុងឯនេះពិតជាឈួតមែនតើដែលបកគលការងារទាំងអស់មកឲ្យខ្ញុំគិតថាគ្រាន់តែទឹកសម្រាប់បើកម្លាំងហ្នឹងវាអាចជួយឲ្យខ្ញុំធ្វើការ3ថ្ងៃមិនដេកបានមែនចង្រៃហើយចង្រៃយោឲ្យវាជារឿងអ្វីឲ្យប្រកាសឆ្អឹងរបស់ខ្ញុំនឹងស្ទើរតែបាក់ហើយដោយសារតែការងារយន់សុំតើអ្នកនៅខាងក្នុងអត់ទេត្រូវការឲ្យអ្នកនឹងអនុញ្ញាតនៅរឿងខ្លះហើយបងសម្លាញ់បងមកដល់ហើយចូលមកខាងក្នុងមកបងសម្លាញ់ហេបងស្រីហេរ៉ាតើមានរឿងអ្វីទៅបងមកដល់ទីនេះកុំនិយាយអាក្រក់ស្ដាប់ចឹងពេកមើលគ្មានអីទេគឺគ្រាន់តែចង់និយាយពាក់ព័ន្ធជាមួយនឹងអ្នកបន្តិចហេតើពួកគេទាំងពីរអ្នកនិយាយអំពីអ្វីខ្ញុំមានអារម្មណ៍ថាជាមិនសូវស្រួលសោះបើមើលតាមទឹកមុខរបស់គេតើវាមានរឿងកើតឡើងទៀតហើយមែនបងសម្លាញ់ហេតុអ្វីក៏បងមិនចូលដៃជាមួយនឹងខ្ញុំដើម្បីធ្វើការវាយប្រហារទៅកាន់យ៉ាម៉ូតូហ្គីលតែហ្មងទៅយន់សុំតើអ្នកបានដឹងរឿងទាំងអស់ហើយត្រូវអត់យ៉ាម៉ូតូហ្គីលមានទំនាក់ទំនងគ្នាជាមួយនឹង Soul Who ហើយធ្វើការវាយប្រហារទៅកាន់បងសម្លាញ់របស់ខ្ញុំដឹងហើយខ្ញុំដឹងនៅរឿងទាំងអស់ហ្នឹងហើយទើបខ្ញុំប្រាប់ឲ្យអ្នកប្រយ័ត្នខ្លួនបន្តិចទៅចុះបើយ៉ាម៉ូតូហ្គីលធ្វើការវាយប្រហារទៅកាន់គីយ៉ុងពុតពីការពីលើកមុនតើអ្នកនឹងដោះស្រាយវាដោយរបៀបណាមើលពីសម្ដីរបស់អ្នកឯងតិចមើលតើអ្នកឯងកំពុងតែនិយាយជាមួយនឹងពីណាគេមើលតែជាក់មើលទាំងពីរអ្នកហ្នឹងទេវាគ្មានរឿងអីទេបងសម្លាញ់បងអាចសម្រួលអារម្មណ៍បានអញ្ចឹងពួកយើងទាំងពីរអ្នកគឺត្រូវធ្វើដំណើរទៅកាន់ទីក្រុង Scala ត្រូវអត់Darling ខ្ញុំគឺពិតជាមិនចង់ទៅក៏ពិតមែនដោយសារតែខ្ញុំនឹងគឺមិនទាន់ដឹងថាយ៉ាម៉ូតូហ្គីលហ្នឹងគឺមានសភាពបែបណាខ្ញុំក៏មិនចូលចិត្តធ្វើការដោយមិនទាន់ស្គាល់សត្រូវច្បាស់ដែរយ៉ាងណាក៏ដោយក៏ត្រូវតែចូលរួមដូចគ្នាបងសម្លាញ់ដោយសារតែវាមានពិធីជប់លៀងបងអាណាចាតោះឥឡូវទៅឥឡូវហ្មងណាតើអ្នកចង់សម្ដៅទៅលើពិធីជប់លៀងសង្គមប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំហ្នឹងមែនតើអ្នកដឹងអំពីរឿងហ្នឹងដែរមែនជាការពិតណាស់នៅក្នុងឆ្នាំនេះ Red Mercenary ក៏ដូចជា Black Spin ត្រូវបានអញ្ជើញឲ្យទៅចូលរួមដូចគ្នាហើយក៏មានការចូលរួមអំពី Guild ធំផ្សេងនៅតាមអាណាចក្រនានាផងដែរក៏ដូចជាយ៉ាម៉ូតូ Guild គឺជា Guild ធំទាំង3នៅឯប្រទេស Skyland ដូច្នេះហើយច្បាស់ណាស់ Ito Sota គេប្រកាសជាមានវត្តមានដូចគ្នាតែឆ្នាំនេះពិតជាចម្លែកខ្លាំងណាស់ដោយសារតែ Blue Guild គឺមិនបានអញ្ជើញឡើយបើតាមមើលទៅប្រហែលជា Blue Gear បានអញ្ជើញគឺមានពាក់ព័ន្ធជាមួយនឹង Ito Sota ផងដែរគឺពិតជាចង់យកនៅបងសម្លាញ់របស់ខ្ញុំទៅចូលរួមខ្លាំងណាស់ទៅហើយគោលដៅរបស់យើងគឺនៅតែយ៉ាម៉ូតូ Gear ចឹងណាមួយវិញទៀតគឺខ្ញុំចង់ឲ្យសម្លាញ់របស់ខ្ញុំបានសម្រាប់ខ្លះគឺគ្រាន់តែនាំគេទៅដើរលេង2-3ថ្ងៃតែប៉ុណ្ណោះវាមិនមែនជារឿងបញ្ហាធំដុំទេត្រូវអត់ Blue Gear Master មិនបានទេបើសិនជាគីយ៉ុងគាត់ទៅដើរលេងបាត់តើណាគេគឺជាអ្នកធ្វើការងារនៅឯ Blue Gear គីយ៉ុងបើសិនជាអ្នកមិនចង់ទៅទេណាប្រាប់បានខ្ញុំនឹងស្ដាប់តាមការសម្រេចចិត្តរបស់អ្នកចង្រៃអើយតែឯងគិតថាឲ្យយើងធ្វើការដូចជាទេសកលប្រហែលថ្ងៃមកហ្នឹងមិនទាន់គ្រប់គ្រាន់ទៀតអីយីវាដល់ពេលដែលឯងត្រូវតែធ្វើការចឹងហើយវារៀងពិបាកក្នុងការទទួលយកតិចមែនក៏ប៉ុន្តែមិនអីទេខ្ញុំនឹងទៅជាមួយលាហើយយន់សុងខ្ញុំទៅរកសុភមង្គលរបស់ខ្ញុំវិញហើយមិនអាចទេគីយ៉ុងកុំធ្វើចឹងអីពេលនេះទៅខ្ញុំនឹងមិនខ្វាយខ្វល់រឿងការងារទៀតទេនឹងចាក់ចេញអំពីកន្លែងការងារដ៏អុករ៉ាមួយនេះហើយ Manager Holy Emperor Clock Tower of Capital ហាយ៉ាងហេតុអ្វីក៏នាងមកទីហ្នឹងដែរគឺគ្មានអីទេគ្រាន់តែវាចៃដន្យហ្នឹងឲ្យខ្ញុំធ្វើការណែនាំទៅកាន់អ្នកបងសម្លាញ់គាត់គឺជាឪពុកធម៌របស់ខ្ញុំលោកតានេះគឺជាបងសម្លាញ់របស់ខ្ញុំហើយម្នាក់ស្រីដែលនៅជិតគាត់គឺជា Mac ដ៏អស្ចារ្យអាយតាកញ្ចាស់នេះជាបិសាចប្រភេទអីប្រកប Strength 99 Stamina 99ទេខ្ញុំត្រូវតែបន្សល់ឲ្យចំណាប់អារម្មណ៍ល្អទៅកាន់គាត់ទោះស្ដីខ្ញុំឈ្មោះតាលីគីយុគឺជា Gear Master របស់ Blue Gear ក៏ជាគូស្នេហ៍របស់បងស្រីហេរ៉ាផងដែរខ្ញុំឈ្មោះតាចុងហាយ៉ាគឺជាអ្នកនឹងត្រូវរៀបការមួយនឹងបងប្រុសលីគីយ៉ុងនៅថ្ងៃអនាគតទេមិនមែនទេនឹងហើយគឺជាអ្នករៀបការជាមួយគ្នាហេរ៉ាមួយនេះមើលទៅមិនស្រួលទេខ្ញុំមិនពេញចិត្តសោះមិនបាច់ទេខ្ញុំមិនត្រូវការខ្ញុំមិនអនុញ្ញាតឡើយ
លេងក្បាលវាចោលទៅចេះលោកតាខ្ញុំចង់ធ្វើអ្វីដែលខ្ញុំគិតថាត្រូវកុំមករញ៉េរញ៉ៃជាមួយរឿងរបស់ខ្ញុំមើលទៅខ្ញុំគឺមិនអាចផ្ដល់ជាចំណាប់អារម្មណ៍ល្អទៅកាន់គាត់បានទេចឹងហើយធ្វើយ៉ាងណាក៏ដោយធ្វើកុំឲ្យគាត់នឹងចាប់អារម្មណ៍មកកាន់ខ្ញុំច្រើនពេកទៅវាបានហើយនឹងបដោតការចាប់អារម្មណ៍របស់ខ្ញុំទៅកាន់ហាយ៉ានជាជាងមានរឿងអ្វីកើតឡើងនៅពេលក្រោយទៀតតើអ្នកអាចឮសំឡេងរបស់ខ្ញុំទេតើអ្នកបានឮសំឡេងរបស់ខ្ញុំឬអត់មិនបាច់ចាំរោទេពាក្យសម្ដីរបស់ខ្ញុំនឹងបញ្ជូនចូលទៅកាន់ខួរក្បាលរបស់អ្នកដោយអូតូម៉ាទិកពិតជាល្អណាស់ដែលអ្នកបានឮពីសម្ដីរបស់ខ្ញុំអ្វីហ្នឹងខ្ញុំឮវាតែម្នាក់ឯងមិនមែនចុះអ្នកផ្សេងទៀតគេមិនឮទេអីអូពីណាគេហ្នឹងតើអ្នកបានមកដល់យូរហើយឬនៅវាមានរឿងអីកើតឡើងបានជាធ្វើឲ្យអ្នកហ្នឹងមកដល់ទីតាំងកន្លែងហ្នឹងលឿនដល់ថ្នាក់ហ្នឹងទោះស្ដីពួកយើងគឺដូចជាខានជួបគ្នាយូរហើយត្រូវហើយខានជួបគ្នាយូរហើយសាមែនការស៊ូកាណូ you know សាកឆែកទៅមើលកម្រិតរបស់នាងសិនតើមានរឿងអ្វីកើតឡើងម៉ាញអាចគឺត្រូវបានប្រឆាំងគឺមិនអាចបើកមើលនៅសមត្ថភាពរបស់នាងបានស្អីគេគឺជាអ្នកមានសមត្ថភាពខាងភ្នែកតែមានកម្រិតខ្ពស់ជាងខ្ញុំទៀតតើវាជារឿងអ្វីចង្រៃយោអញ្ចឹងមិនមែនមានន័យថានាងក៏ដឹងថាខ្ញុំនឹងកំពុងតែលួចមើលទៅកាន់ status របស់នាងដែរហេតុអ្វីក៏នាងអនុញ្ញាតឲ្យខ្ញុំមើលនៅ status របស់នាងស្អីគេ ability ភ្នែកដែលអាចមើលឃើញអនាគតនិងអតីតកាល What the fuck legendary rank សាមែននាងគឺមាននៅភ្នែកដែលល្អជាងម៉ាញអាចប៉ុន្តែគឺដូចជាមានអ្វីកំពុងតែបិទបាំងនិងរាំងផ្ទុកខ្ញុំសូមរំលឹកទៅកាន់អ្នកថាយល់ល្អត្រូវតែនៅឲ្យឆ្ងាយអំពីនាងតើមានរឿងអ្វីកើតឡើងហេតុអ្វីក៏នាងយំភ្នែកដែលអាចមើលឃើញអ្វីគ្រប់យ៉ាងខ្ញុំមិនបានធ្វើអីផងហេតុអីក៏នាងយំខ្ញុំដឹងច្បាស់ហើយគឺលោកដែលខ្ញុំកំពុងតែរងចាំខ្ញុំមិនដែលស្គាល់នាងទេប្រហែលជានាងនឹងយល់ច្រឡំទៅដឹងជាស្រ័យផងអ្នកនាងប្រហែលជាអ្នកនាងនឹងយល់ច្រឡំឬក៏រកខុសមនុស្សហើយ you know ប្រយ័ត្ននៅទង្វើរបស់អ្នកផងបងសម្លាញ់របស់ខ្ញុំគឺគាត់មិនចូលចិត្តទេមួយវិញទៀត Lenol ក៏ដូចជា Scala កំពុងតែមានទំនាស់ជាមួយនឹងគ្នាខ្ញុំមិនដឹងថានាងចង់បានអ្វីអំពីបងសម្លាញ់របស់ខ្ញុំទេខ្ញុំសូមរំលឹកនាងថាយល់ល្អនៅឲ្យឆ្ងាយពីរឿងទាំងអស់ហ្នឹងទៅបើមិនចង់ស្លាប់ខ្ញុំសុំទោសផងដោយសារតែ Wick Guild Master របស់ Blue Guild គឺពិតជាមានមុខស្រដៀងជាមួយនឹងអ្នកដែលខ្ញុំស្គាល់ពិតមែនសម្រាប់ Scala បានធ្វើអ្វីចំពោះគាត់ខ្ញុំនឹងធ្វើការសុំទោសជំនួសមិនអីទេខ្ញុំទទួលយកទៅចោះអញ្ចឹងទៅហើយខ្ញុំនឹងធ្វើការចាក់ចេញទៅមុនសង្ឃឹមថាពួកយើងនឹងជួបគ្នានៅពេលក្រោយហាយ៉ានធ្វើជាក្មេងស្រីល្អកុំវាបហាណាហាយ៉ានកុំអ៊ីគេយំអញដឹងហើយថានាងនឹងមិនបោះបង់ទេបានណាថានាងនឹងបញ្ជូនវាមកម្ដងទៀតអ៊ីគេយំខ្ញុំនឹងធ្វើការរងចាំអ្នកនៅខាងជើងទីក្រុងអធិរាជខំថាអ្នកនឹងផ្ដល់កិត្តិយសឲ្យខ្ញុំមកជួបខ្ញុំមកនៅយប់នេះគឺពិតជាគិតមិនយល់មែនថានាងនឹងមានរឿងអ្វីដែលត្រូវនិយាយជាមួយនឹងខ្ញុំតែយ៉ាងណាក៏ដោយទីបញ្ចប់ខ្ញុំក៏នៅតែត្រូវតែមកខ្ញុំពិតជាលំបាកខ្លាំងណាស់ក្នុងការគ្រប់គ្រងទៅកាន់ហាយពេលដែលនាងប្រើកសែភ្នែកសាច់កណ្ដុរតូចមើលមកកាន់ខ្ញុំយ៉ាងណាក៏ដោយខ្ញុំបានពឹងពាក់ទៅកាន់ហេរ៉ានូណារួចហើយជាវាមិនអីទេដឹងរឿងដែលធ្វើឲ្យខ្ញុំកាន់តែចង់ដឹងនាងគឺបានដឹងអំពីខ្ញុំថាខ្ញុំនឹងមាននៅម៉ាញអាយដើម្បីមើលនៅសមត្ថភាពហើយក៏ប៉ុន្តែនៅតែយាមចូលមកជិតខ្ញុំទៀតម៉ាញអាយគឺជាអាវុធចុងក្រោយរបស់ខ្ញុំត្រូវតែស្គាល់វាឲ្យបានច្បាស់ហើយនៅពេលដែលមានអ្នកដឹងថាខ្ញុំមាននៅម៉ាញអាយវាពិតជាធ្វើឲ្យអារម្មណ៍របស់ខ្ញុំនៅមិនសុខសោះយ៉ាងណាក៏ដោយខ្ញុំក៏មានអាវុធការពារខ្លួនជាច្រើនផងដែរចំពោះរឿងទាំងអស់នេះគឺវាមិនគ្រោះថ្នាក់ណាស់ពេកទេសម្រាប់ខ្ញុំគេយំតើលោកមិនមានចម្ងល់អំពីជីវិតទី1របស់លោកទេអីចង្រៃយោហេតុអ្វីក៏នាងដឹងអំពីរឿងហ្នឹងដែរស្ដាប់ទៅលោកគឺពិតជា surprise ណាស់មែនទេខ្ញុំអាចដឹងអំពីការស្លាប់ដែលខ្ញុំឲ្យឈ្មោះវាថាពិភពលោកខ្មៅខ្ញុំបានទទួលបញ្ជាអំពីព្រះ Beniger ដើម្បីនាំអ្នកមកកាន់ទីនេះម៉ាញអាយគឺត្រូវបានធ្វើឲ្យសកម្មយ៉ាងខ្លាំងអំពីឥទ្ធិពលខាងក្រៅ Legendary Rank ភ្នែកដែលអាចមើលឃើញអនាគតនិងអតីតកាល The Eye of Truth អនុញ្ញាតឲ្យខ្ញុំបង្ហាញអ្នកបងសម្លាញ់មិនមែនពីអនាគតឬអតីតកាលតែគឺជាពិភពលោកខ្មៅដែលបានដួលរលំបងសម្លាញ់ព្យាយាមធ្វើការចងចាំវាឲ្យបានច្បាស់ជាការចងចាំរបស់អ្នកដែលបានបាត់បង់ទៅខ្ញុំនឹងបង្ហាញអ្នកក្នុងពេលឥឡូវនេះតើនោះគឺជារាងកាយរបស់ខ្ញុំមួយទៀតមែនទេតែសភាពនេះគឺដូចជាស្លាប់បាត់ទៅហើយតើវាមានរឿងអ្វីកើតឡើងទើបសភាពរបស់ខ្ញុំវាដល់ថ្នាក់នេះកុំប្រាប់ណាថាខ្ញុំបានស្លាប់បាត់ទៅហើយគឺនាង you know តើនាងមកទីនេះដើម្បីអ្វីហេតុអ្វីបានជានាងជួយមកកាន់ខ្ញុំពិតជាមានការបារម្ភខ្លាំងណាស់ដោយសារតែលោកនឹងគឺមិនបានភ្ញាក់អស់ពេលជាយូរប៉ុន្មានថ្ងៃមកហើយប៉ុន្តែទេធ្វើការសម្រាប់បន្តទៀតចុះយល់ពីអារម្មណ៍របស់អ្នកប្រកាសថាមិនទម្លាប់ជាមួយនឹងកន្លែងហ្នឹងឡើយក៏ប៉ុន្តែអ្នកគួរតែចាត់ទុកវាដូចជាផ្ទះរបស់អ្នកទៅចុះវាមិនអីទេហេតុអ្វីបានជាអ្នកជួយមកកាន់ខ្ញុំបានឃើញនៅអនាគតលីគីយំជាមួយនឹងខ្ញុំនឹងបកស្រាយទៅកាន់អ្នកបន្តិចម្ដងក៏ប៉ុន្តែនៅពេលនេះសូមអ្នកចាំថាខ្ញុំគឺនៅខាងរបស់អ្នកទេនិយាយអត់ប្រយោជន៍ច្រើនណាស់អនាគតចង្រៃយោស្អីគ្មានអនាគតអីទៀតទេពេលវេលាបានកន្លងផុតទៅជីវិតរបស់យើងទាំងពីរនាក់ក៏រស់នៅបានយ៉ាងសប្បាយរីករាយជាមួយនឹងគ្នានាងឈប់រំខានមកកាន់ខ្ញុំបានដែរឬអត់សុភមង្គលដែលនាងបានផ្ដល់ឲ្យមកកាន់ខ្ញុំឈប់សម្ដែងទៀតទៅឈប់ធ្វើឲ្យខ្ញុំមានការរអាក់រអួលទៀតទៅអ្នកទាំងអស់គ្នាគឺសិតតែជាមនុស្សដូចគ្នាតែអ្នកគិតមែនទេថាខ្ញុំនឹងអាចបំភ្លេចវាបានតែអ្នកគិតមែនទេថាខ្ញុំនឹងបំភ្លេចវាដោយសារតែខ្ញុំនឹងមើលមកក្នុងពេលឥឡូវហ្នឹងគឺកំពុងតែសប្បាយចិត្តប្រឡឹងដែលបាក់បែកអើយសូមមេត្តាសម្រួលអារម្មណ៍បន្តិចទៅចង្រៃយោ
ភ្នែករបស់ខ្ញុំស្ទើរតែលោតចេញមកខាងក្រៅទៅហើយអានេះឬគឺជាការសែនៅការមើលឃើញអំពីសំណាក់ភ្នែកដែលមានកម្រិតខ្ពស់ជាងអេតើវាមានរឿងឈួតយកស្អីគេយង you know អ្នកបានភ្ញាក់ដឹងខ្លួនហើយឲ្យបងសម្លាញ់បងបានភ្ញាក់ដឹងខ្លួនហើយពួកយើងគឺនៅតែបន្តគឺពិធីរៀបការរបស់យើងបន្តទៀតរៀបការចង្រៃយកស្អីកុំធ្វើអញ្ចឹងកុំបោះបងខ្ញុំចោលបងសម្លាញ់រឿងទាំងអស់ហ្នឹងប្រហែលជាមកពីការប្រតិកម្មតែខ្ញុំនឹងបានមើលនៅក្នុងពិភពលោកពណ៌ខ្មៅក្នុងជីវិតទី1របស់ខ្ញុំទាំងពីរនាក់គឺជាគូស្នេហ៍នឹងគ្នាដឹងថារឿងទាំងអស់ហ្នឹងបងប្រកាសជាមិនអាចទទួលយកបានភ្លាមៗនោះទេអើយពិតជាពិបាកក្នុងការទទួលយកពិតមែនប៉ុន្តែវាមិនមែនជារឿងអាក្រក់អីពេកនោះទេតែមាន you know ជាអ្នកគ្រប់គ្រងនៅពីក្រោយនោះវាមិនស្មើទេអីថាខ្ញុំនឹងមានអ្នកចាប់បដិសន្ធិម្នាក់ទៀតដើម្បីធ្វើការឲ្យហើយវាក៏ស្រួលមួយយ៉ាងដែរក្នុងការដឹងអំពីថ្ងៃអនាគតថានឹងមានរឿងអ្វីកើតឡើងខ្លះបើសិនជានាងអាចមើលឃើញពីអតីតកាលអញ្ចឹងតើវាមិនដូចជានាងនឹងបានចាប់បដិសន្ធិឡើងវិញទេអីតែវាមិនដូចគ្នានោះទេគឺគ្រាន់តែអាចមើលឃើញនៅពេលដែលសភាពរបស់ខ្ញុំនឹងនៅល្អឥតខ្ចោះពេលដែលព្រះ Beniger អនុញ្ញាតតែប៉ុណ្ណោះអូទៅពេលដែលអញ្ចឹងទៅហើយក៏បានលងស្នេហ៍មកកាន់ខ្ញុំតើវាមិនមែនជារឿងល្អទេអីតើខ្ញុំគឺពិតជាមនុស្សសម្រាមមែនឬអត់អូតើឈ្មោះរបស់នាងគឺជា you know នឹងមែនត្រូវហើយគីយ៉ុងអ្នកព្រមទទួលយកខ្ញុំហើយឬឥឡូវពួកយើងគួរតែចូលមកដល់ចំណុចសំខាន់ហើយនៅជីវិតទី1របស់ខ្ញុំបានជំពាក់នៅជីវិតរបស់នាងមួយអរគុណណាស់គីយ៉ុងជីវិតទី1ខ្ញុំសូមខ្ចីអត្តសញ្ញាណរបស់ឯងមួយផ្លែសិននៅក្នុងការឃើញរបស់ខ្ញុំបានព្យាយាមសម្លាប់ទៅកាន់នាងហើយនៅក្នុងជីវិតទី2នេះដែរតើនាងនឹងនៅតែបន្តចង់ការពារមកកាន់ខ្ញុំទៀតឬនាងគឺមានសមត្ថភាពក្នុងការសម្លាប់មកកាន់ខ្ញុំពេលណាក៏បានតើវាមានអ្វីធានាដែរឬទេដែលថានាងនឹងមិនសងសឹកនៅការក្បត់របស់ខ្ញុំពីជីវិតដំបូងនាងមិនគួរផ្ដល់អ្វីមកកាន់ខ្ញុំដើម្បីបញ្ជាក់នៅទឹកចិត្តរបស់នាងទេឬអសង្ស័យរបស់អ្នកគឺពិតជាមានហេតុផលតែខ្ញុំគឺគ្មានអ្វីផ្ដល់ឲ្យអ្នកក្រៅពីសេចក្តីស្រឡាញ់របស់ខ្ញុំឡើយខ្ញុំនឹងធ្វើការស្បត់ដោយសម្បត្តិឈាមរបស់ខ្ញុំគីយ៉ុងសូមផ្ដល់ឈាមរបស់អ្នកមកកាន់ខ្ញុំតើហេតុអ្វីចាំបាច់ទាល់តែឈាមរបស់ខ្ញុំតែចាំបន្តិចចង្រៃយកអើយខ្ញុំមិនគួររំលឹកអំពីវាសោះសូមឮសម្ដីអំពីជំរឿចិត្តរបស់ខ្ញុំសូមធ្វើការស្បត់ដោយសម្បត្តិឈាមហើយនឹងធ្វើការបម្រើក៏ដូចជាស្មោះស្ម័គ្របំផុតនឹងផ្ដល់អ្វីគ្រប់យ៉ាងដែលជារបស់ខ្ញុំទៅឲ្យអ្នកដែលបានឈរនៅពីមុខរបស់ខ្ញុំមិនថាមានរឿងអ្វីកើតឡើងក៏ដោយអ្នកណាបំបែកឬក៏មករៀបរៀងក៏ដោយខ្ញុំក៏នៅតែស្មោះស្ម័គ្រក៏ដូចជាបម្រើទៅកាន់គេជារៀងរហូតរួចរាល់ហើយ Master តើអ្នកសប្បាយចិត្តហើយឬនៅចង្រៃយោតើហេតុអ្វីបានជានាងហៅខ្ញុំថា Master ហេតុអីក៏នាងហៅខ្ញុំថា Master អូដោយសារតែខ្ញុំបានឃើញនៅជីវិតមុនរបស់ខ្ញុំហើយឃើញថាការហៅ Master គឺសមជាមួយនឹងលោកជាងចង្រៃយោគីយ៉ុងជីវិតមុនតើឯងបានធ្វើអ្វីខ្លះទៅកាន់នាងអើយអាសម្រាមអើយស្អីគេហៅឯងហ្នឹងថាសម្រាមខែឯងនឹងអញហ្នឹងមនុស្សតែមួយទេសម្រាមដូចតែគ្នាសោះវាមិនអាក្រក់ទេដែលមាននារីម្នាក់ដែលស្មោះស្ម័គ្រពួកខ្ញុំនៅថ្នាក់ហ្នឹងណាមួយនាងក៏ជាអ្នកដែលខ្ញុំអាចប្រើការបានដែរដែលមានរែងរហូតដល់ Legendary you know ចា Master តើមានការអ្វីមែនទេរ៉ាយ៉ូបើសិនជាហាយ៉ាន់ដឹងរឿងទាំងអស់ហ្នឹងខ្ញុំច្បាស់ជាស្លាប់នៅក្នុងបណ្ដាប់ដៃនាងជាមិនខាន you know សូមកុំហៅខ្ញុំថា Master នៅទីសាធារណៈសោះជារៀងយឺតបន្តិចហើយតែខ្ញុំក៏សូមអរគុណសម្រាប់ការធ្វើអ្វីគ្រប់យ៉ាងចំពោះខ្ញុំនៅជីវិតមុនរបស់អ្នកអរគុណហើយអ្នកបម្រើដ៏ស្មោះត្រង់របស់ខ្ញុំដែលទទួលបានពីជីវិតមុនអូតើមានរឿងអ្វីកើតឡើងនៅខាងក្រៅមើលទៅប្រហែលជាហាយ៉ាន់ហើយអូពីណាគេហ្នឹងខ្ញុំមកទីនេះគឺចង់ជួបទៅកាន់សាម៉ានមិននឹកស្មានសោះថាបានជួបអ្នកដែលខ្ញុំមិនរំពឹងទុកថាបានជួប Lenol you អាមួយហ្នឹងពីណាគេវិញតើឯងមានអ្វីចង់បកស្រាយដែរអត់ចំពោះរឿងទាំងអស់ហ្នឹងស្អីគេយ៉ាងម៉ូតូហ្គៀលជាអ្នកនៅពីក្រោយខ្នងនៃរឿងទាំងអស់ហ្នឹងអាណាគេជាអ្នកប្រាប់ឯងថាការវាប្រហារនៅ Lenol ហ្នឹងគឺជាស្នាដៃរបស់យើងនៅពីក្រោយខ្នងតែវាជាការប៉ັດតាដោយសារតែអ្នកហ្នឹងជាអ្នកតំណងជាមួយនឹងសូលហ៊ូគេគឺជាអ្នកបើកការវាប្រហារអូឯងច្បាស់ថ្នាក់ហ្នឹងផងឯងមិនគិតថាលើសលប់ពេកទេដែលធ្វើការចោទប្រកាន់មកកាន់យ៉ាម៉ូតូហ្គៀលបែបហ្នឹងឯងគិតថា Holy Console ហ្នឹងគេនឹងលើកលែងទោសឲ្យឯងមែនស្អីគេ The Holy Console តើមានរឿងអ្វីកើតឡើងអូវាគ្មានរឿងអីធំដុំទេអ្នកនាងខ្ញុំគ្រាន់តែចង់សួរបញ្ជាក់រឿងខ្លះៗទាំងចាប់ទៅកាន់កណ្ដុរដែលព្យាយាមបង្កនៅបញ្ហាតាំងបាច់មកលេងល្បិចទេទាំងថាឯងក៏ដូចជាយើងគឺជាមនុស្សប្រភេទតែមួយហើយយ៉ាងម៉េចចង់ទម្លាក់កំហុសហ្នឹងមកកាន់យើងដែរមែនយ៉ាងម៉េចចង់សម្ដែងឲ្យយើងនឹងដើរតួចូលទៅក្នុងអន្ទាក់របស់ឯងហ្នឹងមែនតាមមើលទៅការធ្វើរបស់គេគឺមិនមែនសងសឹកត្រឹមតែរឿងដែលខ្ញុំបានទម្លាក់កំហុសទៅកាន់គេនោះទេក៏ប៉ុន្តែគេចង់ដាក់អន្ទាក់មកកាន់ខ្ញុំចង្រៃយោគិតថាយើងនឹងចូលអន្ទាក់ឯងដែលងាយមែនថាអន្ទាក់សាមញ្ញអញ្ចឹងធ្វើអ្វីមកកាន់យើងបានមែននេះសម័យទៅទៅអាពងក្តោអើយចង្រៃយោចំហាយសម្លាប់ទេគុំជូលីណានៅឯស្ងៀមកុំធ្វើប្រហារចង្រៃយោវាគឺជាអន្ទាក់សុទ្ធសាធជ្រួចតាមមើលទៅខ្ញុំពិតជាទទួលដំណឹងមកបានល្អពិតមែនដែលធ្វើការពារទៅកាន់ម្ចាស់ដោយអូតូម៉ាទិកព័ត៌មានរបស់សូលហ៊ូគឺពិតជាមានប្រយោជន៍ខ្លាំងណាស់នរណាគេក៏បានដែរមកជួយផងគីយ៉ុងលីគីយ៉ុងគេបានធ្វើការវាប្រហារមកកាន់ពួកយើងកូនមីចោមរាយអាចង្រៃតើអាចង្រៃនេះមកពីណាតែអ្វីក៏វាហ៊ានធ្វើការវាប្រហារទៅកាន់លោកអ៊ីតូចាប់វាចេញឲ្យឆ្ងាយទៅវាមិនមែនជាការធ្វើរបស់ខ្ញុំទេតើខ្ញុំគួរតែយកដៃរបស់គាត់ឲ្យវាប្រហារមកកាន់ខ្លួនឯងបង្កើតជាភ័ស្តុតាងដែរអត់តើលោកមិនអីទេលោកប្រធាន
តើវាមានរឿងអ្វីកើតឡើងហេតុអ្វីក៏មនុស្សដូចជាគាត់នឹងធ្វើការវាបហាទៅកាន់អ្នករ៉ាយោរឿងទាំងអស់ហ្នឹងគឺខ្ញុំពិតជាស្មានត្រូវមែនគឺពួកគេទាំងអស់គ្នាបានសូកប៉ាន់នឹងទទួលសំណូកពីគ្នាទៅហើយទៅ Holy Console គឺនៅពីក្រោយខ្នងរបស់គេបើអញ្ចឹងទៅហើយមានតែរក្សានៅភាពស្ងៀមស្ងាត់សិនចុះតែជាខ្ញុំធ្វើអ្វីមួយដោយមិនប្រុងប្រយ័ត្នច្បាស់ណាស់ខ្ញុំនឹងស្លាប់នៅទីនេះជាមិនខានឈប់ភ្លាមតើអ្នកកំពុងតែធ្វើអ្វីគាត់គឺជាភ្ញៀវកិត្តិយសរបស់ខ្ញុំឆាប់លេងដៃរបស់អ្នកភ្លាមអេអ្នកនាងសាមែនមើលស្ងប់ចិត្តសិនមើលលីគីយ៉ុងមិនអីទេខ្ញុំមិនមានរឿងអ្វីកើតឡើងទេតែមុននឹងខ្ញុំត្រូវបានបញ្ជូនទៅខ្ញុំសូមនិយាយជាមួយនឹងនាងពីរបីម៉ាត់នាំយករបស់នេះទៅកាន់អ្នកដែលមានឈ្មោះនៅក្នុងសម្បត្តិនិងប្រាប់ឲ្យគេមកជួបខ្ញុំក្នុងពេលបន្តិចទៀតបារម្ភអីខ្ញុំនឹងមិនអីទេការមកតូគៀលមិនត្រឹមតែជាអ្នកនៅពីក្រោយនៃការវាយប្រហារមកកាន់ខ្ញុំនៅឯទីក្រុងឡូណូលតែប៉ុណ្ណោះទេតែបែរជាហ៊ានទម្លាក់កំហុសទាំងអស់នេះមកកាន់ខ្ញុំបន្ថែមទៀតតើខ្ញុំមិននឹងអាចលើលែងទោសឲ្យពួកវាបាន Holy Console my ass ពួកអាបិសាចចង្រៃមើលតើអ្នកណាជាអ្នកឈ្នះនៅចុងក្រោយយើងនឹងធ្វើឲ្យឯងស្គាល់ថាអ្វីទៅជាបទពិសោធន៍រស់នៅក្នុងឋាននរកមួយសន្ទុះក្រោយមក20ឆ្នាំក្នុងគុកអូយនៅក្នុងនេះពិតជាមានអារម្មណ៍ថាស្រួលខ្លួនខ្លាំងណាស់ពិតជាមានអារម្មណ៍ថាសប្បាយចិត្តមែនទែននៅពេលដែលមានសមត្ថភាពខ្ញុំនឹងសម្លាប់ទៅកាន់ពួកវាទាំងអស់គ្នានរណាគេអនុញ្ញាតឲ្យពួកវាធ្វើតាមទៅកាន់អូប៉ាបែបហ្នឹងខ្ញុំសូមទោសផងធ្វើឲ្យអ្នកនឹងមានសភាពបែបនេះទាំងអស់នេះគឺមិនបានកើតឡើងតាមការគិតរបស់ខ្ញុំសោះឡើយតែមុននេះខ្ញុំបានប្រកែកជាមួយនឹងយុនសុងដោយការនាំយកអ្នកមកកាន់ទីនេះក៏ប៉ុន្តែសភាពរបស់អ្នកនៅក្នុងពេលនេះខ្ញុំពិតជាសូមទោសខ្លាំងណាស់មិនមែនជាកំហុសរបស់បងស្រីទេគុំបន្ទោសខ្លួនឯងអីគុំបារម្ភចំពោះខ្ញុំមានទិសដៅរបស់ខ្ញុំសម្រាប់ធ្វើការ